បានខ្ចង់ស្រែចេះអត់ដឹងថារនឹកមុខម្ហូបអីដែលឆ្ងាញ់ឥឡូវតោះមកសាកធ្វើជាមួយខ្ញុំទាំងអស់គ្នាអានេះហៅថាខ្ចង់អប់ទឹកដូងជាមួយនឹងទឹកដោះគោស្រស់សម្រាប់ខ្ចង់អប់ទឹកដូងនេះខ្ញុំអាចនិយាយបានថាគឺឆ្ងាញ់តែម្ដងឆាគ្រឿងក៏ធ្លាប់ហើយស្លប្រហើក៏ធ្លាប់ហើយឥឡូវនេះមកសាកជាមួយនឹងខ្ចង់អប់ទឹកដូងម្ដងនិយាយថាឲ្យ10លើ10តែម្ដងជាមួយនឹងទឹកត្រីកោះកុងក្រហមឆ្អិនឆ្អៅចេះទៀតអូយជាតិខ្លាំងណាស់បើថាទិញគេក៏មិនក្រមពីមួយចានប៉ុណ្ណេះគឺ20000ទៅ30000ទេជាដំបូងគឺខ្ញុំទៅរកឬខ្ចង់នៅតាមវាលស្រែសិនអានេះហៅថាខ្ចង់ស្រែបើអាខ្ចង់ដែលមានក្តិតស្រួចហ្នឹងគេហៅថាខ្ចង់ខ្ចៅខ្ចង់ស្រែគឺវាចេញតែនៅពេលដែលធ្លាក់ភ្លៀងទេបើសិនជាអត់មានភ្លៀងធ្លាក់គឺខ្ចង់នេះគឺវាអត់ងាយចេញក្រៅទេតើថាមេឃរលឹមបើសិនជាថាមេឃចាប់ផ្ដើមរលឹមរាំងចាប់ផ្ដើមរាំងភ្លៀងគឺខ្ចង់នេះគឺចាប់ផ្ដើមចេញហើយសម្រាប់ខ្ចង់ស្រែនេះផងដែរភាគច្រើនគឺវានៅតែតាមវាលស្រែទេខ្ចង់មកប៉ុណ្ណេះថ្ងៃនេះឬទីមកភ្លៀតទេប្រហែលខ្ទង់1ម៉ោងដាក់មកខ្ទង់1ម៉ោងបងប្អូនណៃមើលខ្ចង់សតតែខ្ចង់ស្រែសតនេះខ្ចង់នេះនៅខាងខ្ញុំសម្បូរណាបើនៅខាងស្រុកបងប្អូនខ្ញុំអត់ដឹងសម្បូរមិនសម្បូរទេបើសម្រាប់ខ្ចង់នេះគឺអត់មានខ្ចង់ចាំទេខ្ចង់ស្រែសឹក 100% ខ្ចង់រឹសតាមវាស្រែនឹងឯងបងប្អូនអត់ខ្វះទេយកតាណាអស់អានេះរឹសតែមហូបទេអត់រឹសច្រើនទេរឹសមហូបយើងយកទៅដាក់ទុកលាក់នៅក្នុងស្រះខ្លះឥឡូវខ្ញុំត្រឡប់ទៅទួលមកញ៉ៃបងប្អូនទៅធ្វើមហូបចង់ដឹងថាអានេះខ្ញុំធ្វើមហូបអីតាមដានវីដេអូខ្ញុំទាំងអស់គ្នាសម្រាប់ខ្យងអប់ទឹកដូងនេះតាមថាគឺយើងត្រូវដាក់ដូងចាស់ទេតែដោយសារតែស្ដែងគឺខ្ញុំបេះដូងចាស់អត់បានអញ្ចឹងបេះបានតែដូងទុំតែมันจะបញ្ហាទេយើងយកតែទឹកវាអញ្ចឹងណាបងប្អូនគឺឆ្ងាញ់ដូចគ្នាហើយដូងនេះគឺបេះនៅនឹងដើមនៅនឹងចង្ការតែម្ដងសម្រាប់ខ្យងអប់ទឹកដូងខ្ញុំអាចនិយាយបានថារសជាតិវាគឺឆ្ងាញ់ប្លែកមាត់តែម្ដងខុសពីខ្យងដែលយើងស្ងោរធម្មតាបើយើងស្ងោរធម្មតាគឺរសជាតិក៏ឆ្ងាញ់មួយបែបដែរប៉ុន្តែរសជាតិខ្យងអប់ទឹកដូងនេះគឺឆ្ងាញ់ជាងខ្យងយើងស្ងោរធម្មតានឹងទ្វេដងហើយសម្រាប់គ្រឿងផ្សំនៃការធ្វើខ្យងអប់ទឹកដូងឯនេះគឺមានស្លឹកក្រូចរំដេងគល់ស្លឹកគ្រៃគឺប្រេងខ្យងជាថបលីឌីហើយនិងទឹកត្រីជាថបលីឌីដើម្បីបង្កើនរសជាតិខ្យងអប់របស់យើងនឹងឲ្យកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់ប្រេងខ្យងជាថបលីឌីនេះនៅផ្ទះខ្ញុំគឺប្រើជាប្រចាំមិនថាឆាមិនថាប្រឡាក់សាច់ឆាខអីគឺខ្ញុំតែងតែប្រើជាមួយនឹងប្រេងខ្យងជាថបលីឌីនិងទឹកត្រីជាថបលីឌីសម្រាប់ប្រេងជាថបលីឌីមិនត្រឹមតែមានទឹកត្រីទឹកស៊ីអ៊ីវទេប្រេងខ្យងទេគឺមានរហូតដល់5មុខមានទឹកម្ទេសទឹកសៀងទឹកប្រេងខ្យងទឹកត្រីទឹកស៊ីអ៊ីវអ្វីដែលកាន់តែពិសេសគឺជាផលិតផលខ្មែរសុទ្ធ 100% មិនថាទឹកត្រីទឹកស៊ីអ៊ីវទឹកប្រេងខ្យងគឺអត់ប្រៃខ្លាំងទេមកល្មមអ្វីដែលកាន់តែពិសេសទឹកប្រេងខ្យងខាប់ល្អហើយមានរសជាតិឈ្ងុយសម្រាប់បងប្អូនដែលមានតម្រូវការចង់ប្រើប្រាស់ជាមួយនឹង brand ជា Top Ready មិនថាតែយកទៅប្រើប្រាស់ជាប្រចាំថ្ងៃឬមួយក៏យកទៅលក់បន្តទេគឺអាចទំនាក់ទំនងតាម Telegram 090 36 36 70ឬទំនាក់ទំនងតាម Facebook Page ជា Top Ready ជាមួយទៀតគឺបងប្អូនអាចទៅរកទិញតាមគ្រប់ទីផ្សារទូទាំងប្រទេសកម្ពុជាអានេះខ្យងស្រែអប់ជាមួយនឹងទឹកដូងអូយថាចុចជ្រលក់ទឹកត្រីកោះកុងទីឆ្ងាញ់ណាស់ទៀតហ្មងណាហ្នឹងនេះតែសក់កំប៉ុងអូមើលសាច់គេផងនេះជ្រលក់ជាមួយត្រីកោះកុងចាស់ណាបងប្អូនណាជាតិតែម្ដងនេះហត់ទឹកវាក៏ជាតិដែរភាសាទឹកដូងនិងដោះគោម្ហូបឆ្ងាញ់គឺដោយសារគ្រឿងចង់បន្ថែមមុខម្ហូបយើងឲ្យកាន់តែមានអរជារសឈ្ងុយឆ្ងាញ់គឺកុំភ្លេចជាមួយនឹង brand J Top Ready